មនុស្សស្រីដែលជោគជ័យគឺជាមនុស្សស្រីដែលមានប្រពន្ធសួស្តីបងប្អូនខាសបងប្អូនដែលលើពាក្យគេនិយាយថានៅក្រៅក្នុងបរិះដែលជោគជ័យគឺមាននារីម្នាក់ពាក្យនេះគឺពិតជាត្រឹមត្រូវមែនព្រោះនៅក្រៅក្នុងបរិះដែលជោគជ័យគឺមាននារីម្នាក់ដែលជាប្រពន្ធរបស់គាត់ដែលជាដៃគូរបស់គាត់គឺបានសុខចិត្តលះបង់ពេលវេលាលះបង់ជីវិតរបស់ខ្លួនឯងដើម្បីពេលខ្លះដល់ថ្នាក់ឈប់ធ្វើការទៀតដើម្បីនៅផ្ទះមើលថែកូនមើលថែទាំផ្ទះដើម្បីឲ្យប្តីរបស់ខ្លួនឯងឬក៏ដៃគូរបស់ខ្លួនឯងដែលជាបុរសនោះគឺអាចទៅធ្វើការនិងអាចចាប់ក្តីសម័យរបស់ខ្លួនឯងបានប៉ុន្តែចុះនៅក្រៅក្នុងនារីដែលជោគជ័យវិញតើមានមនុស្សប្រុសដែលជាដៃគូដែលជាប្តីរបស់គាត់ដែលសុខចិត្តឈប់ធ្វើការដើម្បីនៅផ្ទះមើលកូនបោះផ្ទះធ្វើម្ហូបមើលថែផ្ទះដើម្បីឲ្យប្រពន្ធរបស់ខ្លួនឯងដើម្បីឲ្យស្ត្រីម្នាក់នោះដើម្បីឲ្យនារីម្នាក់នោះដើម្បីឲ្យដៃគូរបស់ខ្លួនឯងនោះទៅឈោងចាប់ក្តីសម័យខ្លួនឯងទៅធ្វើការដែរអត់ឬក៏មនុស្សស្រីដែលជោគជ័យគឺចាំបាច់តលតែមានប្រពន្ធដោយមនុស្សប្រុសនោះដែរខ្ញុំទៅបានអានចប់សភៅ The Wife Drought ដោយ Annabelle Crabb ដែលគាត់បាននិយាយថាតើហេតុអីមនុស្សស្រីត្រូវការប្រពន្ធហើយមនុស្សប្រុសត្រូវការមានជីវិត Why women need wives and men need lives ពេលដែលខ្ញុំអានសភៅនេះហើយគឺខ្ញុំគិតថាមានចំណុចជាច្រើនដែលយើងគួរយកមកជជែកហើយបើទោះបីជាស្ថិតិក៏ដូចជាការស្រាវជ្រាវជាច្រើននៅក្នុងសភៅនេះគឺតកតងនឹងសហរដ្ឋអាមេរិកឬក៏ប្រទេសអូស្ត្រាលីក៏ដោយក៏វាមិនខុសគ្នាពីប្រទេសខ្មែរយើងបានដែរការងាររបស់មនុស្សស្រីគឺមានតម្លៃតិចជាងការងាររបស់មនុស្សប្រុសខ្ញុំនិយាយនេះមានន័យថានៅពេលដែលមនុស្សស្រីនិងមនុស្សប្រុសធ្វើការងារដូចគ្នាមានបទពិសោធន៍ដូចគ្នាគឺប្រាក់កម្រៃដែលមនុស្សស្រីទទួលបានគឺតិចជាងមនុស្សប្រុសនៅប្រទេសអូស្ត្រាលីសឹងតែពាក់កណ្ដាលនៃកម្លាំងពលកម្មគឺជាមនុស្សស្រីប៉ុន្តែមនុស្សស្រីបែរជារកបានប្រាក់កម្រៃ 17% តិចជាងមនុស្សប្រុសវិញហើយខ្ញុំដឹងថាអ្នកដែលប្រកែកថាអត់មាន gender wage gap គឺគេនឹងនិយាយថាមកពីមនុស្សស្រីអត់មានបទពិសោធន៍ដូចមនុស្សប្រុសឬក៏មកពីមនុស្សស្រីនឹងជ្រើសរើសការងារដែលមិនទទួលបានប្រាក់កម្រៃស្មើនឹងមនុស្សប្រុសប៉ុន្តែវាមិនបែបនេះទេព្រោះគេរកឃើញទៀតថានៅក្នុងចំណោមមនុស្សស្រីនិងមនុស្សប្រុសដែលរកបានប្រាក់កម្រៃទាបភាពខុសគ្នាគឺ 8% ហើយវាអាចដោយសារតែលទ្ធផលនៃការងារនិងបទពិសោធន៍នៅក្នុងករណីមួយចំនួនប៉ុន្តែសម្រាប់ការងារដែលទទួលបានប្រាក់កម្រៃខ្ពស់ដូចជាមេធាវីឬក៏ឋានៈនាយកជាដើមភាពខុសគ្នាគឺ 28% ហើយនៅក្នុងចំណោមនោះគឺត្រឹមតែ1ក្នុងចំណោម4ទេដោយសារតែមូលហេតុផ្សេងទៀតក្រៅពីភេទរបស់គាត់អញ្ចឹងមានន័យថា3ក្នុងចំណោម4នោះគឺដោយសារតែគាត់ជាមនុស្សស្រីហើយទាំងអស់គ្នាដឹងថាហេតុអីបានជាយើងដឹងថាមិនមែនដោយសារតែចំណេះដឹងឬក៏បទពិសោធន៍អត់ដោយសារតែនៅក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះមនុស្សស្រីរៀនចប់ពីមហាវិទ្យាល័យគឺច្រើនជាងមនុស្សប្រុសគឺចាប់ផ្ដើមឡើងខ្លាំងតាំងពីឆ្នាំ1985ហើយឥឡូវនេះអ្នកដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យ 60% គឺជាមនុស្សស្រីប៉ុន្តែមនុស្សស្រីនៅតែពិបាកក្នុងការរកបានការងារខ្ពស់ដោយការងារជាអ្នកគ្រប់គ្រងកណ្ដាលគឺត្រឹមតែ 45% ហើយបើថ្នាក់នាយកគ្រប់គ្រងវិញគឺត្រឹមតែ 10% ទេគេបានរកឃើញទៀតថាឧទាហរណ៍ថាមនុស្សស្រីម្នាក់គាត់អាយុ25ឆ្នាំគាត់រៀនបានចាប់ថ្នាក់បណ្ឌិតហើយគាត់ធ្វើការពេញមួយជីវិតរបស់គាត់នោះគឺត្រូវធ្វើការ40ឆ្នាំគេបានរកឃើញថាពេញមួយជីវិតរបស់គាត់នោះគាត់នឹងទទួលបានប្រាក់កម្រៃគាត់នឹងរកបានប្រាក់កម្រៃ 2.49 លានដុល្លារប៉ុន្តែបើមនុស្សប្រុសវិញអាយុដូចគ្នាបទពិសោធន៍ដូចគ្នាចំណេះដឹងដូចគ្នាធ្វើការ40ឆ្នាំដូចគ្នាក្នុងមួយជីវិតរបស់គាត់នឹងរកបានប្រាក់កម្រៃ 3.78 លានដុល្លារនេះបើសិនបើគាត់រស់នៅប្រទេសអូស្ត្រាលីភាពខុសគ្នាគឺមានត្រឹមតែភេទរបស់គាត់តែក្រៅពីនឹងគឺដូចគ្នាទាំងអស់អញ្ចឹងយើងឃើញថាគ្រាន់តែកើតមកជាមនុស្សស្រីនេះគឺត្រូវខាតបង់ប្រាក់កម្រៃក្នុងមួយជីវិតរបស់គាត់គឺជាង1លានដុល្លាររវាងមនុស្សស្រីដែលមានកូននិងមនុស្សស្រីដែលមិនមានកូនណាតើមួយណាជោគជ័យជាងមុននឹងចូលដល់ចំណុចហ្នឹងខ្ញុំចង់លើកពាក្យមួយគឺ marriage premium នេះគឺបើនិយាយទៅមានន័យថាផលប្រយោជន៍ដែលទទួលបានមកពីការរៀបការហើយផលប្រយោជន៍នេះគឺបានភាគច្រើនណាទៅលើមនុស្សប្រុសវាកើតឡើងនៅប្រទេសជាច្រើនដែលនៅពេលដែលមនុស្សប្រុសរៀបការហើយគឺគាត់ទទួលបានប្រាក់កម្រៃច្រើនជាងមនុស្សប្រុសដែលមិនទាន់រៀបការនៅប្រទេសអូស្ត្រាលីមនុស្សប្រុសដែលបានរៀបការហើយគឺទទួលបានប្រាក់កម្រៃ 15% លើសមនុស្សប្រុសដែលមិនទាន់រៀបការជាមធ្យមនៅប្រទេសអូស្ត្រាលីមនុស្សប្រុសម្នាក់អាយុ25ឆ្នាំគាត់ធ្វើការរយៈពេល40ឆ្នាំនេះគឺគាត់នឹងរកបានប្រាក់កម្រៃ 2 លានដុល្លារក្នុងមួយជីវិតរបស់គាត់បើសិនបើគាត់មិនទាន់រៀបការមិនមានកូនប៉ុន្តែសម្រាប់មនុស្សប្រុសដែលមានកូនហើយក្នុងមួយជីវិតរបស់គាត់នឹងរកបានប្រាក់កម្រៃ 2.5 លានដុល្លារទាំងអស់គ្នាកុំច្រឡំតួលេខ 3.78 លានមុនហ្នឹងព្រោះក្នុងករណី 2.5 លាននេះគឺគេលើកឧទាហរណ៍មនុស្សប្រុសជាមធ្យមមនុស្សប្រុសដែលមានចំណេះដឹងមធ្យមដែលមានបទពិសោធន៍មធ្យមគឺគេនឹងរកបានប្រាក់កម្រៃប៉ុណ្ណឹងក្នុងមួយជីវិតរបស់គេប៉ុន្តែសម្រាប់មនុស្សស្រី
គឺអត់អញ្ចឹងហេមនុស្សស្រីដែលមិនមានកូនណាគឺគាត់អាចរំពឹងថានឹងអាចរកប្រាក់កម្រៃក្នុងមួយជីវិតរបស់គាត់គឺចិត្តស្មើនឹងមនុស្សប្រុសដែលមិនមានកូនដែរគឺ $1.4 លានប៉ុន្តែមនុស្ស